ហើយអញ្ចឹងតកតមួយនឹងការបង្កើត table ជាមួយនឹងការប្រើប្រាស់ command និង UI យើងបានឃើញហើយអញ្ចឹងឥឡូវនេះយើងមកអនុវត្តទៅលើ command មួយចំនួនទៀតអញ្ចឹងcommand ដែលយើងនៅអត់ទាន់បានអនុវត្តគឺយើងដូចជា drop alter truncat command ដែលយើងតាមនេះ rename អញ្ចឹងខ្ញុំសូមតេស្តជាមួយនឹង drop មួយសិនចឹង drop ដើម្បីតេស្តជាមួយ drop ខ្ញុំធ្វើការបង្កើត table មួយថ្មីចឹងណាអញ្ចឹងខ្ញុំ save ទៅដល់នេះមកដាក់ថា create អូខេ drop ហើយខ្ញុំបាច់បង្កើតថ្មីខ្ញុំលុប table category នេះចោលចុះតែខ្ញុំសូម copy command នេះទុកដើម្បីបង្កើតវាម្ដងទៀតចឹងឥឡូវនេះខ្ញុំទៅធ្វើការ drop table មួយចោលគឺឈ្មោះថា category ចឹង drop យើង right click មកយើងយកពាក្យថា drop នៅខាងលើនេះតែបើសិនណាយើងចង់ប្រើ command យើងប្រើមិនចឹងបើសិនណាយើងចង់ drop command ហ្នឹង drop វាប្រើវាគឺយើងមានវិធីសាស្ត្រក្នុងការ drop ហើយ drop យើងដឹងហើយថាវាលុបមិនត្រឹមតែលុប table ទេវាលុបទាំងទិន្នន័យចេញពី table ទាំងអស់ពី copy truncat វាអត់លុប table ទេវាលុបតែទិន្នន័យរាល់ record នៅក្នុង table នេះឥឡូវនេះខ្ញុំទៅធ្វើការdrop ចុះអញ្ចឹង command អត់ដឹងថាប្រើ command អីទេអញ្ចឹងខ្ញុំមកមើលនេះបន្ថែមពេលដែលចង់ drop តាមបែបយើង drop table ឬក៏យើង drop តាមបែបចឹងខាងលើនេះ drop តាមបែបណាមាន drop table ទេចឹងនេះ drop table 3.1យើង drop table អញ្ចឹងយើង drop table ហើយយើងដាក់ឈ្មោះ table នេះមកចង់លុប table ណាដាក់ឈ្មោះ table ហ្នឹងមកបើសិនជាចង់លុបម្ដងច្រើនយើងដាក់ផ្ដាច់ដោយសញ្ញា comma មួយមុនដើម្បីនិយាយថាយើងលុបពី table អញ្ចឹងទៅតែឥឡូវយើងលុបតែមួយទេអញ្ចឹងយើងធ្វើការបើក query tool មួយទៀតមកដើម្បីទៅ save sorry query tool ឥឡូវនេះយើងធ្វើការសរសេរមកគឺ drop table មួយទៀតឈ្មោះ category តែខ្ញុំសរសេរឲ្យខុសសិនណាពេលយើងសរសេរឲ្យខុសយើងលុបបានអត់អញ្ចឹងគេប្រាប់ថាគេ table category ហ្នឹងគឺអត់មានទេដោយសារ category table យើងគឺឈ្មោះនេះហើយខ្ញុំសរសេរខុសទៀតណាអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញពីការ rename ឈ្មោះ table ហ្នឹងដល់ពេលយើងប្រើប្រាស់ជាមួយនឹង alter ហ្នឹងអូខេឥឡូវខ្ញុំសរសេរ follow តាមហ្នឹងសិនមក category ខ្ញុំដាក់ T វិញអត់ដាក់ O ខ្ញុំសរសេរលឿនពេកអញ្ចឹងអស់ហើយ ES ប៉ុណ្ណឹងមកខ្ញុំលុបអញ្ចឹង table ហ្នឹងគឺត្រូវបានលុបហើយអញ្ចឹងយើងទៅ refresh មើលថា table category នៅទៀតអត់បាទហើយអញ្ចឹងការលុបនេះគឺមិនត្រឹមតែលុប data ចេញពី table យើងទេគឺលុបទាំង table ចោលទៀតតើអ្នកនាងចង់លុបទាំង data របស់ខ្ញុំចោលទៀតក៏បានដែរយើងមាន comment យើងការលុបណាតែលុបប្រយ័ត្នប្រយែងគេថាលុបគឺប្រយ័ត្នប្រយែងតែអញហើយគឺទៅហើយនេះលុប data បែបនៅ3នេះលុប data បែបអញ្ចឹង data បែបនេះឈ្មោះគេមុនហ្នឹងចង់លុបចោលទាំងអស់ក៏បានដែរតែខ្ញុំអត់លុបទេណាមាន e-commerce G2DB អញ្ចឹងខ្ញុំលុបក៏បានដែរអញ្ចឹងនេះ comment លុបអញ្ចឹងឥឡូវខ្ញុំមកបញ្ចូលវាបង្កើតវាវិញខ្ញុំរ៉ាំ comment ហ្នឹងវិញមកអញ្ចឹងមកមើល table នេះវិញ refresh ពេញមកវិញខ្ញុំបាន rename ឈ្មោះដែរវិញអញ្ចឹងវាអត់ទាន់មានទិន្នន័យទេសិនយើងលុបចោលហើយចានេះបត់ចោលវិញអញ្ចឹងយើងឃើញថាយើងបាន drop វាចោលហើយតែមួយទៀតគឺ truncated product យើងមាននេះណាមានទិន្នន័យនេះឃើញអត់មានទិន្នន័យតែសារ kilo យើងខ្ជិលបញ្ចូលខ្ញុំសុំតែមួយនឹង category ចោលណា category field តិចអញ្ចឹងស្រួលតែលុបហើយយើងដាក់មកយើងយកមួយឲ្យលឿនទេអញ្ចឹងខ្ញុំសូមបញ្ចូលទៅលើទិន្នន័យក្នុង category វិញនេះបញ្ចូល
Ờ, Excel ច្រើនចឹងទៅន័យមានណាឥឡូវខ្ញុំបិទចោលទៅខ្ញុំទៅ trang cat ទៅវិញចឹងខ្ញុំសរសេរខាងក្រោមវិញមកនេះចូលសៀនពេលហ្នឹងហើយខ្ញុំសូមនិយាយពីការ comment តិចណា comment គឺយើង comment code ចឹងអ្នកបករៀន programming ហ្នឹងហើយ comment យើងសរសេរប៉ុណ្ណឹងមកយើង comment ថានេះត្រប់ table comment គេសរសេរបែបនេះណាតែពេលយើង execute ទៅវាអត់ execute តែ comment ហ្នឹងទេនេះគ្រាន់តែយើងទៅ save note នៅលើហ្នឹងចឹងណាយើងថានេះត្រប់ table គាត់ថា delete table ខ្ញុំ comment នៅខាងក្រោមខ្ញុំដាក់ថា trang tab tab បានន័យថា delete only tag but keep on pieces អញ្ចឹងឥឡូវយើងមកមើល trang tab យើងដាក់ trang tab យើង save មក trang tab នេះ remove តែចានេះតើតមួយនឹងការ trang tab ជាមួយនឹង table តែកន្លែងនេះគឺតើតនឹងការ trang tab reset មិនវិញទេដោយតែករណីនេះយើងប្រើ ID ឬប្រើ serial ឬក៏ប្រើ A increase អីចឹងទៅពេលយើងលុបហើយយើងចង់ឲ្យវា reset ចេញពី ID លេខ1មកវិញនឹងយើង reset ទៅតែករណីយើងអូខេនេះយើងប្រើ UUID ទេយើងវាមានហើយអញ្ចឹងតើតមួយ trang cat គឺយើងលុបយើងសេ comment ទៅនេះ trang cat for AK តែបកក text go free សញ្ញានេះដាក់ក៏បានអត់ក៏បានទេតែបើ programming ខ្លះអត់ដាក់អាហ្នឹង error ស្មីខ្លឹមអញ្ចឹងខ្ញុំបើសិនខ្ញុំ run ម្ដងទាំងពីរវានឹង run ដំណើរការមួយលើមុនហើយបើថាវាលុប table នឹងចោលអញ្ចឹងអា command Chrome នេះវានឹង error វាអត់មានអី run ទេអញ្ចឹងពេលយើងចង់ run ទាំង code យើងកំពុងដំណើរការអញ្ចឹងយើងចង់ run វាណាយើង select លើមួយហ្នឹងទៅណាតែខ្ញុំចង់ run តែ Chrome ខ្ញុំ select លើវាហើយចាំ run ណាតែបើសិនជាមិនចង់ឲ្យវាស្មុគស្មាញ select run អីយើងបិទអញ្ចឹងទៅណាតែមិនកាន់ន័យថាអត់ទេខ្ញុំគ្រាន់តែចង់ run command មួយនេះទេខ្ញុំគ្រាន់ select លើវាមក run មកញ៉ាំអញ្ចឹងយើងមកមើលទិន្នន័យនៅក្នុង category យើងនៅទៀតខ្ញុំបាត់ហើយខ្ញុំនឹងបញ្ចូលមួយแล้วបាត់ហើយហ្នឹងកណ្ដាលខេតគឺវា keep table នៅដដែលទេឥឡូវបើខ្ញុំ run ម្ដងទៀតខ្ញុំ run អត់ select ទេពេលវាចេញ array បែបនេះដោយសារអី trang cat វាលុប table នេះចោលបានហើយបន្ទាប់មកយើងមក run command នេះម្ដងទៀតអញ្ចឹង trang cat ទៀតបើ table លុបចោលបានហើយខ្ញុំ refresh ណាមក release notices លុបបាត់ហ្នឹង refresh ឡើងហើយនេះ drop table ចោលនេះ run តែពេលតែលុបតែមិននៅឬក៏គេ run តំណាគ្នាទៅវាលុបកាត់ហើយខ្ញុំបើក table category មួយទៀតណាអូហ្នឹងខ្ញុំថា run តំណាគ្នាអត់កើតទេ command តែបើយើងគិត logic បានថាពេលវា run command នេះម្ដងហើយបានថាវាលុប table នឹងចោលបាត់ហើយចឹងដល់ក្រោមវាត្រូវតែ does not exist វាត្រូវតែនេះវាគួរលុបចេញបាត់តែនេះវាអត់ដំណើរការអញ្ចឹងយកទៅ programming ចឹងឡើងហ្នឹងបានន័យថាបើសិនវា run ពីលើមកគឺលុប table ចោលហើយដល់ពេលយើងខាងក្រោមយើងចង់ trang cat ទិន្នន័យចេញពី table តែយ៉ាងស្ដែងទិន្នន័យ table ហ្នឹងវាអត់មានទេលុបឲ្យអស់ហើយចឹងវាមាន error ទៅខាងក្រោមនេះទេអញ្ចឹងនេះគឺជាការប្រើប្រាស់មួយ trang cat